សម្ដីថាមិនឈ្លានពានកម្ពុជាទេតែពេលនេះថៃត្រៀមយន្តហោះចម្បាំងទៅប្រតិបត្តិការក្នុងពេលតែ5នាទីបើសិនកងទ័ពមានការប៉ះទង្គិចគ្នានៅព្រំដែនថ្ងៃទី27 ខែមិថុនាឆ្នាំ2025នេះឧត្តមនាវីឯក Phanpakee Phajanakul អគ្គមេបញ្ជាការនៃកងទ័ពអាកាសថៃបានទម្លាយឲ្យដឹងថាខ្លួនត្រៀមបញ្ជូនយន្តហោះចម្បាំងទៅប្រតិបត្តិការក្នុងរយៈពេលត្រឹម5នាទីបើសិនជាមានប្រើប្រាស់កម្លាំងនៅតាមព្រំដែនកម្ពុជាថៃពិតមែននៅពេលដែលអ្នកកាសែតប្រាប់ថានាយករដ្ឋមន្ត្រីកម្ពុជាគឺសម្ដេចធិបតីហ៊ុនម៉ាណែតប្រកាសផ្ដល់ប្រាក់រង្វាន់ដល់ទាហានខ្មែរដែលបាញ់ទម្លាក់យន្តហោះចម្បាំងថៃលោក Phanpakee Phajanakul បានតបវិញថាថៃគ្មានចិត្តនីឈ្លានពានអ្នកណាទេគ្រាន់តែការពារអធិបតេយ្យឲ្យភាពរបស់ប្រទេសខ្លួនប៉ុណ្ណោះលោក Phanpakee Phajanakul បានសង្កត់ធ្ងន់ថាប្រទេសថៃត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយគ្រប់ស្ថានភាពប្រកបដោយប្រសិទ្ធភាពនិងសូមឲ្យប្រជាជនជឿទុកចិត្តប៉ុន្តែនៅតែប្រកាន់ខ្ជាប់នូវគោលការណ៍មិនប្រើប្រាស់កម្លាំងដើម្បីបង្កគ្រោះថ្នាក់ដល់ភាគីផ្ទៃជាមុននោះទេបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច Like Share និង Subscribe ដើម្បីបានវីដេអូថ្មីទៀតអរគុណចំពោះការចូលទស្សនាវីដេអូនេះ